និស្សិតម្នាក់បានទៅស្នាក់នៅផ្ទះឈើបុរាណដាច់ស្រយាលមួយដើម្បីសរសេរនិក្ខេបប័ត្រប៉ុន្តែបែរជាត្រូវជួបនឹងរឿងរ៉ាវព្រឺព្រួយដែលមិនអាចបញ្យល់បានសំឡេងបើកបង្អោចក្រាកក្រាកទាំងដែលបានចងយ៉ាងមាំនិងវត្តមាននៃអាថាកំបាំងដែលគ្មានភ្នែកបានធ្វើឲ្យរាត្រីដ៏ត្រជាក់ប្រែជាភាពរន្ធត់បំផុតស្ដាប់រឿងខ្មោចបាក់ទ្វារបង្អោចភាគទី1និងទី2ដើម្បីដឹងពីអាថាកំបាំងនៃផ្ទះបុរាណនេះមេឃងងឹតស្លុបដំណក់ទឹកភ្លៀងចាប់ផ្ដើមស្រកចុះមកលើដំបូលក្បឿងចាស់ៗនៃផ្ទះឈើបុរាណមួយខ្នងដែលស្ថិតនៅដាច់ស្រយាលពីភូមិសវណ្ណដែលជានិស្សិតទើបតែបញ្ចប់ការសិក្សាបានសម្រេចចិត្តមកស្នាក់នៅផ្ទះគេរបស់លោកតាគេមួយរយៈដើម្បីស្វែងរកភាពស្ងប់ស្ងាត់ក្នុងការសរសេរនិក្ខេប័ត្រផ្ទះនេះមានសភាពទ្រុឌទ្រោមបន្តិចមែនប៉ុន្តែវាមានមន្តស្នេហ៍បែបបុរាណដែលធ្វើឲ្យគេមានអារម្មណ៍ប្លែកៗតាំងពីពេលឈានចូលដំបូងហាក់ដូចជាមានដង្ហើមអាកំបាំងដែលកំពុងតាមដានរាល់ជំហានរបស់គេជានិច្ចនៅតាមជ្រុងងងឹតនៃផ្ទះឈើចាស់មួយនេះពេលយប់ជ្រៅឈានចូលមកដល់ខ្យល់បក់ខ្លាំងធ្វើឲ្យដើមឈើធំជុំវិញផ្ទះរេទៅរេមកបង្កើតជាស្រមោលអាក្រក់នៅលើជញ្ជាំងបន្ទប់ដេកសវណ្ណកំពុងអង្គុយនៅតុការងារក្បែរបង្អោចឈើមួយដែលធ្វើពីឈើប្រណីតប៉ុន្តែមានសភាពចាស់ខ្លាំងរហូតដល់ឃើញស្នាមប្រេះស្រាំគេមានអារម្មណ៍ថាដូចជាមានភ្នែកមួយគូកំពុងសម្លឹងមើលគេពីភាពងងឹតខាងក្រៅបង្អោចណជានិច្ចទោះបីជាខាងក្រៅមានតែព្រៃព្រឹក្សាក៏ដោយភាពរងានិងអារម្មណ៍មិនស្រួលគេក៏សម្រេចចិត្តបិទបង្អោចនោះឲ្យជិតរួចដាក់គន្លឹះដែកយ៉ាងណែនដើម្បីការពារសុវត្ថិភាពពីសត្វសាហាវឬអ្វីផ្សេងទៀតដែលគេមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ក្រាកសំឡេងឈើក៏គិតគ្នាបានបន្លឺឡើងយ៉ាងច្បាស់ចំកណ្ដាលភាពស្ងប់ស្ងាត់នៃរាត្រីសវណ្ណងាកធ្វើមើលបង្អោចតែគេទើបតែបិទអំបាំងមីងដោយក្តីងឿងឆ្ងល់ឈីពុនពេកវាបានរបើកបន្តិចដែលធ្វើឲ្យខ្យល់ត្រជាក់បក់ជួរមកប៉ះស្បែកគេយ៉ាងស្រេបប្រហែលជាខ្យល់បក់ខ្លាំងពេកឬក៏គន្លឹះវាចាយពេកហើយមើលទៅគេរអ៊ូម្នាក់ឯងដើម្បីកាត់បន្ថយភាពភ័យខ្លាចក្នុងចិត្តរួចដាក់ទៅបិទវាម្ដងទៀតលើកនេះគេមិនត្រឹមតែដាក់គន្លឹះទេគឺគេថែមទាំងយកខ្សែចំណងយ៉ាងម៉ាំមកចងរុំថែមពីលើគន្លឹះដែកនោះទៀតដើម្បីធានាថាវានឹងមិនអាចរបើកចេញបានដោយញញែដោយមុនឡើយគេត្រឡប់មកដេកលើក្រេវិញប៉ុន្តែភ្នែករបស់គេមិនហ៊ានបិទឡើយខណៈខួរក្បាលគិតតរឿងរ៉ាវចម្លែកដែលអ្នកភូមិធ្លាប់បានលួចប្រាប់គេកាលពីពេលថ្ងៃមិនយូរប៉ុន្មានសំឡេងក្រាកក៏បន្លឺឡើងម្ដងទៀតកាន់តែខ្លាំងជាងមុនលើកនេះវាមិនមែនគ្រាន់តែរបើកបន្តិចទេប៉ុន្តែវាបើកចំហរហូតដល់ទង្គិចនឹងជញ្ជាំងខាងក្រៅយ៉ាងខ្លាំងដូចជាមានកម្លាំងមហិមាណាមួយទាញវាចេញយ៉ាងសាហាវខ្យល់ត្រជាក់ស្រេបដែលនាំមកនូវក្លិនសួយឆ្ងាញ់ដូចជាសាកសពដែលរលួយជាយូរមកហើយបានបោកចូលមកពេញបន្ទប់សវណ្ណភ័យខ្លាចដល់ថ្នាក់បែកញើសចូលខ្នងទោះបីជាអាកាសធាតុនៅខាងក្រៅកំពុងតែត្រជាក់ខ្លាំងនិងមានភ្លៀងធាក់ជោគឈាមយ៉ាងណាក៏ដោយគេស្ទុះទៅមើលបង្អោតនោះម្ដងទៀតដោយចិត្តញាប់ញ័រស្ទើររកអរុយព្រាបបានអ្វីដែលធ្វើឲ្យគេតកស្រួតរន្ធត់បំផុតនោះគឺខ្សែចំណងដែលគេចង់យ៉ាងម៉ាំម៉ាញមីងត្រូវបានកាត់ដាច់ជាកំណាត់ដូចជាមានគេយកកាំបិតដែលមុតស្រួតបំផុតមកអាផ្ដាច់ដោយចេតនាគន្លឹះដៃដែលធ្លាប់តែម៉ាំមួនក៏ត្រូវវាខូចជ្រុងត្រែអត់គ្មានសល់ដូចជាត្រូវកម្លាំងដែលយកកាច់បំបែកសវណ្ណព្យាយាមទាញស្លាបបង្អោបបិទពីមុខដោយកម្លាំងអត់ទាំងណាមដែលគ្មានប៉ុន្តែលើកនេះមានកម្លាំងម្យ៉ាងដែលមើលមិនឃើញកំពុងទាញមីខាងក្រៅយ៉ាងខ្លាំងក្លាបំផុតយ៉ាងណានឹងចេញមកសវណ្ណស្រែកសួរដោយសំឡេងញញឹកស្ទើរស្ដាប់មិនបានការគ្មានចម្លើយតបមកមីងទេមានតែសំឡេងសារតិចដែលហាត់មើលស៊ីបន្លឺចេញពីក្រៅបង្អោបនោះយ៉ាងព្រឺឆ្នងគេក៏ប្រមូលសេចក្តីក្លាហានចុងក្រោយអើក្បាលទៅមើលខាងក្រៅនៅខាងបន្លឺ flash បន្តដែលភ្លឺឡើងមួយភ្លាមគេបានឃើញរូបរាងខ្មាស់ស្រពិចមួយកំពុងតង់ជាប់នឹងជញ្ជាំងតាដូចជាសត្វអសរភាពដែលគួរឲ្យខ្ទមរអើមវាមានសក់វៀងអន្លាយបិទបាំងមុខចិត្តហើយដៃរបស់វាដែលមានក្រចកវៀងពណ៌ខ្មៅកំពុងតែលូកមកកាន់គេបង្អោបយ៉ាងសឹងតាមរឹងមករកគេសវណ្ណដកថយក្រោយទៅនឹងហើមញឹកស្ទើរថប់នឹងហើមស្ដាប់ភ្លាមគេដឹងច្បាស់ក្នុងចិត្តថាវាមិនមែនជាមនុស្សឡើយប៉ុន្តែជាអវិមួយយ៉ាងដែលគួរឲ្យខ្លាចលើពីការស្មានរបស់មនុស្សលោកស្ដាប់តែពេលនោះសំឡេងក៏ទ្វីបន្ទប់ក៏បន្លឺឡើងទប់សវណ្ណភ័យរន្ធត់ជាខ្លាំងពួកនៅក្នុងពិធីលក់ធំនេះមានតែគេម្នាក់ឯងប៉ុណ្ណោះគេសម្លឹងមើលទៅទ្វីបន្ទប់រួចញាក់មកមើលបង្អោតវិញដោយក្តីអស់សក់គប់ជាពុនពេកស្រមោលខ្មៅនោះបានបាត់ទៅហើយប៉ុន្តែអ្វីដែលជំនួសមកវិញគឺស្នាមប្រឡាក់ឈាមស្រស់ៗដែលនៅដេកជាប់លើកំឡាលឈើចេញពីក្រៅបង្អោតរហូតមកដល់ចុងជើងរបស់គេភាពភ័យខ្លាចបានគ្របដណ្ដប់លើវិញ្ញាណរបស់គេទាំងស្រុងខណៈដែលសម្លេងសឹបសៀវមួយបន្លឺឡើងក្បែរដូចជាគេយ៉ាងច្បាស់ថាជួយបាបង្អោតឲ្យខ្ញុំរងាណាគេងាកទៅមើលក៏ឃើញផ្ទៃមុខពណ៌សស្លេកតែគ្នានេះកំពុងតែញញឹមដាក់គេយ៉ាងសាហាវឃ្លោខៅបំផុតវិជានៅតែថ្លាក់ក្នុងភាពតក់ស្លុតជាពុនពេកខណៈដែលផ្ទៃមុខពណ៌សស្លេកគ្មានភ្នែកនោះកំពុងតែញញឹមដាក់គេយ៉ាងសាហាវខូខៅបំផុតនៅក្នុងចម្ងាយត្រឹមតែប៉ុន្មានធ្នាប់ពីច្រមុះរបស់គេប៉ុណ្ណោះសម្រាប់ដែលស្ទាក់នៅក្នុងបំពង់ករបស់គេមិនអាចបញ្ចេញមកក្រៅបានឡើយព្រោះភាពភ័យខ្លាចដ៏ធំធេងបានធ្វើឲ្យសាច់ដុំគ្រប់ផ្នែកនៃរាងកាយរបស់គេរឹងកំព្រឹសដូចជារូបសំណាកដែកភ្នែកដែលគ្មានរន្ធប្រស្រីរបស់វត្ថុចម្លែកនោះហាក់ដូចជាកំពុងសម្លឹងធ្លាចូលទៅក្នុងចម្រៅនៃព្រលឹងគេដើម្បីបឺជញ្ចក់យកភាពក្លាហាននិងកម្លាំងចិត្តដែលនៅសេសសល់ចុងក្រោយខ្យល់ត្រជាក់ស្រេបដែលបោកចេញពីមាត់របស់វត្ថុនោះបានបោកកាត់ផ្ទៃមុខនាំមកនៅក្លិនឆាបឈាម
នឹងក្លិនរលួយនៃសាក់សពដែលត្រូវបានគេកប់ទុកចោលក្នុងផ្ទះដ៏អាថ៌កំបាំងនេះរត់ឆ្នាំមកហើយវិជាព្យាយាមដកថយក្រោយដោយក្តីអស់សង្ឃឹមប៉ុន្តែជើងរបស់គេហាក់ដូចជាត្រូវដិតជាប់នឹងកម្រាលឈើដែលជោកជាមដោយស្នាមឈាមស្រស់ៗនោះយ៉ាងណែនបំផុតបើកបង្អោតឲ្យខ្ញុំភ្លាមសំឡេងនោះលែងជាការខ្សឹបខ្សៀវដ៏ស្រទន់ទៀតហើយប៉ុន្តែវាគឺជាការបញ្ជាយ៉ាងខ្លាំងក្លាដែលបន្លឺឡើងរំពងពេញខួរក្បាលរបស់វិជាធ្វើឲ្យគេមានអារម្មណ៍ឈឺក្បាលខ្ទប់ស្ទើរតែផ្ទុះចេញមកក្រៅស្រមោលខ្មៅជាច្រើនចាប់ផ្ដើមលួនចេញពីគ្រប់ជ្រុងងងឹតនៃបន្ទប់ដ៏ធំធេងនិងស្ងាត់ជ្រងំនេះហាក់ដូចជាពួកវាមានជីវិតវិញ្ញាណរៀងៗខ្លួនហើយពួកវាបានឡោមព័ទ្ធរូបគេមិនឲ្យមានផ្លូវសម្រាប់រត់គេចខ្លួនឡើយវិជាដឹងយ៉ាងច្បាស់ក្នុងចិត្តថាប្រសិនបើគេព្រមបើកបង្អោតនោះអ្វីដែលអាក្រក់និងសាហាវខួខៅជាងនេះនឹងចូលមកក្នុងផ្ទះប៉ុន្តែឥទ្ធិពលនៃវិញ្ញាណអមនុស្សធម៌នេះមានអំណាចខ្លាំងក្លាពេកលើរូបរាងកាយរបស់គេនេះពេលនេះដៃរបស់វិជាចាប់ដាំញ័រទៅត្រឺខ្លាំងហើយវាបានលើកឡើងយឺតៗឆ្ពោះទៅរកកន្លឹះបង្អោតដោយមិនអាចគ្រប់គ្រងបានហាក់ដូចជាមានខ្សែអំបោះដែលមើលមិនឃើញកំពុងបញ្ជាពីក្រោយខ្នងរបស់គេយ៉ាងអញ្ចឹងដែរនៅខាងក្រៅបង្អោតនេះពេលនេះបរិយាកាសបានប្រែជាខ្មៅងងឹតឈឹងសូម្បីតែពន្លឺព្រះច័ន្ទដ៏តិចតួចក៏ត្រូវពពុះខ្មៅបាំងបាត់អស់ដែរសំឡេងកោះកញ្ចក់ពីខាងក្រៅបានបន្លឺឡើងគ្រីតយ៉ាងខ្លាំងក្លាហាក់ដូចជាមានក្រចកដៃរាប់រយរងចាំការអនុញ្ញាតដើម្បីចូលមកហែកហួររាងកាយរបស់គេជាបំណែកបណ្ណៃវិជាយំខ្សឹកខ្សួលអស់សង្ឃឹមទឹកភ្នែកហួរស្រក់កាច់ច្បល់ដែលប្រែជាស្លេកស្លាំងខណៈដែលម្រាមដៃរបស់គេបានប៉ះនឹងកន្លឹះដែកដ៏ត្រជាក់ស្រេបនៃបង្អោតនោះភ្លាមនោះផ្ទៃមុខពណ៌សស្លេកដែលគ្មានភ្នែកនោះបានអោនមកស៊ើបដាក់ត្រជាក់គេម្ដងទៀតដោយសម្លេងដ៏ក្រេអលថាយើងបានរងចាំញឹកមកចំនួនកន្លែងដ៏ត្រជាក់ត្រជុំនេះយូរណាស់មកហើយកុំឲ្យពួកយើងរងចាំយូរពេកអីវិជាភ្ញាក់ព្រឺទាំងភ័យរន្ធត់បំផុតគេយល់ច្បាស់ភ្លាមថាការបើកបង្អោតនេះគឺដើម្បីបើកភ្លឺឲ្យវិញ្ញាណដែលជាប់ឃុំនឹងពិភពងងឹតអាចអូបយកអ្នកដែលមានជីវិតរស់នៃចូលទៅក្នុងពិភពខ្មោចវិញតែប៉ុណ្ណោះទោះបីជាវិជាខំប្រឹងរើបំរាក់យ៉ាងណាក៏ដោយក៏កម្លាំងវិញ្ញាណដ៏កំណាចបានបង្ខំឲ្យម្រាមដៃរបស់គេកាច់កន្លឺបង្អោតឲ្យរបើកឡើងសំឡេងផូបង្អោតបានរបើកចេញយ៉ាងខ្លាំងដោយសារកម្លាំងខ្យល់ពីខាងក្រៅបកចូលមកខ្យល់ខ្មៅដ៏ត្រជាក់ស្រេបនិងពោពេញដោយវិញ្ញាណអាក្រក់បានបកចូលមកក្នុងបន្ទប់យ៉ាងគំហុកឆាក់យកវិញ្ញាណរបស់វិជាចេញពីរាងកាយភ្លាមគេមានអារម្មណ៍ថាខ្លួនឯងកំពុងត្រូវគេអូសទាញទៅក្នុងលំហងងឹតដ៏ច្រៅដែលគ្មានទីបញ្ចប់រាងកាយដែលធ្លាប់តែមានកម្ដៅរបស់វិជាប្រែជាស្លេកស្លាំងនិងត្រជាក់បន្តិចម្ដងហើយអ្វីដែលរន្ធត់បំផុតនោះគឺភ្នែកទាំងពីររបស់គេក៏ចាប់ផ្ដើមរលាយរលោតបាត់ទៅបន្សល់តែរុនភ្នែកដែលខ្មៅងងឹតដែលមើលទៅគួរឲ្យខ្លាចបំផុតដោយទៅនឹងខ្មោចដែលឈើនៅពីមុខគេអញ្ចឹងដែរនៅពេលព្រឹកព្រលឹងឈានចូលមកដល់ពន្លឺថ្ងៃដ៏ទន់ធន់បានចាំងជួយតាមបង្អោតដែលនៅចោលផ្ទះដ៏ធំស្កឹមស្កៃនេះប្រែជាស្ងាត់ជ្រងំខុសពីធម្មតាហាក់ដូចជាមិនដែលធ្លាប់មានរឿងរ៉ាវរន្ធត់អ្វីកើតឡើងកាលពីយប់មិញតតែសោះប៉ុន្តែប្រសិនបើមាននរណាម្នាក់ហួនចូលមកសម្លឹងមើលឲ្យច្បាស់នៅលើកម្រាលឈើគេនឹងឃើញថាស្នាមឈាមទាំងអស់បានបាត់រូបរាងអស់ហើយអ្វីដែលនៅសេសសល់ជាភក្តកាតែមួយគត់គឺមានតែសម្រូបថតចាស់មួយដែលធ្លាក់នៅក្បែរបង្អោតក្នុងរូបថតនោះគឺជារូបភាពបុរសម្នាក់ដែលមានមុខមាត់ដូចជាវិជាបេបិតកំពុងឈរញញឹមយ៉ាងក្រៀមនៅក្នុងបន្ទប់ដ៏ងងឹតដោយគ្មានប្រស្រីភ្នែកទាំងគូរំពេចនោះសំឡេងសឹបដ៏ស្រស់ស្រទន់បន្លឺឡើងតាមខ្យល់ត្រជាក់ថាអីលូនីដល់វេអ្នកបន្តហើយបង្អួចដែលធំតែចៅនោះក៏ស្រាប់តែបិទជិតវិញដោយខ្លួនឯងយ៉ាងណែនបំផុតហាក់ដូចជាមានដៃដែលមើលមិនឃើញជាអ្នកទៀងបិទវាដើម្បីរំចាំទទួលជនរួមគ្នាថ្មីនាពេលអនាគតដ៏ខ្លីខាងមុខនេះតែប៉ុណ្ណោះ